សូមជូនរឿងនិទានខ្មែរស្ដេចដំរីសនិងមេធ្មប់ព្រៃជ្រៅកាលពីព្រេងនាយមានព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយមួយកន្លែងនោះជាទីជម្រកនៃហ្វូងដំរីរាប់រយក្បាលក្នុងចំណោមនោះមានស្ដេចដំរីសមួយក្បាលដែលមានរូបរាងសង្ហាស្បែកសក្បុសដូចសម្លៃនិងមានកម្លាំងខ្លាំងក្លាអស្ចារ្យស្ដេចដំរីសនេះមិនត្រឹមតែមានមហិទ្ធិឫទ្ធិទេប៉ុន្តែលោកថែមទាំងមានចិត្តសប្បុរសតែងតែជួយសង្គ្រោះសត្វតូចតាចក្នុងព្រៃជានិច្ចនៅជ្រៅទៅក្នុងភ្នំខ្មៅមានមេធ្មប់ម្នាក់ដែលមានអាបធ្មប់ខ្លាំងពូកែនាងចង់បានភ្លុករបស់ស្ដេចដំរីសយកមកធ្វើជាដងក្រងសិលដើម្បីពង្រឹងមន្តអាគមឲ្យកាន់តែខ្លាំងមេធ្មប់បានប្រើកលល្បិចប្រែក្រឡាខ្លួនជាស្រីចាស់ជរាម្នាក់ដេកសន្លប់នៅតាមផ្លូវដែលស្ដេចដំរីសត្រូវឆ្លងកាត់ដោយក្តីមេត្តាស្ដេចដំរីសបានដើរទៅជិតហើយប្រើប្រមោយបំរុងនឹងលើកស្រីចាស់នោះឡើងស្រាប់តែភ្លាមនោះមេធ្មប់ក៏សូត្រមន្តអាគមបាច់ម្សៅពុលដាក់ភ្នែកស្ដេចដំរីសធ្វើឲ្យភ្នែកស្ដេចដំរីសងងឹតស្លុបទាំងពីរនិងបាត់បង់កម្លាំងកំហែងទាំងស្រុងមេធ្មប់បានប្រើខ្សែចំណងសិលចងជើងស្ដេចដំរីសជាប់នឹងដើមឈើធំរួចរងចាំដល់យប់ពេញបរមីដើម្បីយកភ្លុកក្នុងកំឡុងពេលនោះស្ដេចដំរីសបានត្រឹមតែដកដង្ហើមធំនិងបួងសួងដល់ទេវតារក្សាព្រៃភ្នំឲ្យមកជួយសង្គ្រោះសំណាងល្អមានក្មេងប្រុសម្នាក់ឈ្មោះសុកដែលជាកូនអ្នកភូមិចិត្តនោះបានចូលមកបេះផ្លែឈើនៅក្នុងព្រៃជ្រៅសុកបានឃើញហេតុការណ៍ទាំងអស់ទោះបីជាខ្លាចមេធ្មប់យ៉ាងណាក៏ដោយក៏សុកមិនដាច់ចិត្តទុកឲ្យស្ដេចដំរីសស្លាប់ដែរសុកចាំពេលដែលមេធ្មប់ទៅរកឱសថនៅក្នុងរូងភ្នំរួចលបចូលមកជិតស្ដេចដំរីសសុកបានយកទឹកអម្រឹតដែលលោកតាឥសីធ្លាប់មកលាងភ្នែកឲ្យស្ដេចដំរីសរហូតភ្នែកត្រឡប់មកមើលឃើញវិញរួចសុកបានប្រើពូថៅដែលសូកមន្តអាគមកាត់ផ្ដាច់ចំណងសិលនោះចោលមេធ្មប់ត្រឡប់មកវិញឃើញស្ដេចដំរីសរួចខ្លួនក៏ខឹងសម្បាយ៉ាងខ្លាំងរួចជិះអំបោសសិលហោះដេញតាមស្ដេចដំរីសបានឲ្យសុកជិះលើខ្នងរួចរត់យ៉ាងលឿនទៅកាន់មាត់ជ្រោះនៅពេលមេធ្មប់សូត្រមន្តបំរុងនឹងបាញ់កាំរស្មីមន្តខ្មៅស្ដេចដំរីសបានលើកប្រមោយបាញ់ទឹកដែលចេញពីបឹងស័ក្តិសិទ្ធិធ្វើឲ្យមន្តអាគមមេធ្មប់រលាយអស់មេធ្មប់ក៏ធ្លាក់ចុះទៅក្នុងជ្រោះជ្រៅបាត់ទៅដើម្បីតបស្នងគុណដល់សុកស្ដេចដំរីសបាននាំសុកទៅជួបវងដំរីហើយបានប្រគល់ត្បូងពេជ្រដំរីមួយគ្រាប់ទៅឲ្យសុកដើម្បីយកទៅជួយអ្នកភូមិដែលក្រីក្រចាប់ពីពេលនោះមកស្ដេចដំរីសនិងក្មេងប្រុសសុកបានក្លាយជាមិត្តភក្តិដ៏ល្អនឹងគ្នាហើយព្រៃឈើទាំងមូលក៏មានសេចក្តីសុខសាន្តរៀងរហូតមកតម្លៃអប់រំនៃរឿងនេះសេចក្តីល្អតែងតែឈ្នះសេចក្តីអាក្រក់ហើយការចេះជួយគ្នាក្នុងគ្រាក្រនឹងនាំមកនូវផលល្អមកវិញជានិច្ច